ច្បងរបស់ព្រះមហាក្សត្រថៃសោយទីបង្គត់នៅជន្មាយុ47ព្រះវស្សាដោយរោគពាតដរ៉ាំរៃនៅទីបំផុតព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រថៃបានសោយទីបង្គត់ហើយនៅក្នុងព្រះជន្ម47ព្រះវស្សាដោយរោគពាតនេះបើយោងទៅតាមប្រតិបត្តិព្រះបរមរាជវាំងដែលផ្សព្វផ្សាយកាលពីមុននេះបន្តិចព្រះនាងសម្លាប់បាត់ស្មារតីអស់រយៈពេល74ឆ្នាំមុននឹងឈានដល់ជីវិតចុងក្រោយព្រះអង្គម្ចាស់ក្សត្រីបាចារាគិតយាផាដែលជាបុត្រីច្បងគេបង្អស់របស់ព្រះមហាក្សត្រថៃមហារាជណាលង្កនត្រូវបានដឹកទៅមន្ទីរពេទ្យកាលពីខែធ្នូឆ្នាំ2022បន្ទាប់ពីព្រះនាងដួលសន្លប់ដោយសារតែធ្វើទុក្ខបេះដូងនិងការឆ្លងមេរោគដទៃទៀតចាប់ពីពេលនោះមកព្រះនាងសន្លប់បាត់ស្មារតីជារៀងរហូតកាលពីថ្ងៃទី21ខែឧសភាស្ថានភាពជំងឺរបស់ព្រះនាងកាន់តែធ្ងន់ធ្ងរឡើងដោយសារតែមេរោគបានឆ្លងចូលទៅក្នុងសរីរាង្គជាច្រើនចំណែកក្រុមគ្រូពេទ្យក៏មិនអាចដោះស្រាយបានអំពីបញ្ហាចង្វាក់បេះដូងលូតខុសប្រក្រតីនោះដែរបន្ទាប់ពីប្រើពេលអស់ច្រើនឆ្នាំដើម្បីព្យាបាលក្រុមគ្រូពេទ្យរកឃើញការឆ្លងមេរោគនៅក្នុងក្រពះរបស់ព្រះនាងអញ្ចឹងហើយបានជាធ្វើឲ្យរលាកនៅក្នុងពោះវៀនធំកាលពីខែមេសាកន្លងទៅហើយបញ្ហានេះធ្វើឲ្យសម្ពាធឈាមរបស់ព្រះនាងធ្លាក់ចុះខ្លាំងហើយក៏ធ្វើឲ្យចង្វាក់បេះដូងលូតខុសប្រក្រតីផងដែរព្រះនាងទទួលបានការបណ្ដុះបណ្ដាលនៅឯប្រទេសអង់គ្លេសសហរដ្ឋអាមេរិកនិងប្រទេសថៃធ្លាប់កាន់តំណែងនៅអង្គការសហប្រជាជាតិនិងធ្លាប់ជាអ្នកបើកយុទ្ធនាការឲ្យមានការគោរពចំពោះតម្លៃស្ត្រីដែលជាប់ពន្ធនាគារនៅឯប្រទេសថៃគេច្រើនស្គាល់ព្រះនាងថាជាព្រះអង្គម្ចាស់ក្សត្រីផាព្រះនាងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះបិតានិងត្រូវបានតែងតាំងជាអង្គរៈផ្ទាល់របស់ព្រះអង្គថែមទៀតផងមុនដែលព្រះនាងធ្លាក់ខ្លួនឈឺប្រទេសថៃកើតមានការសោយទីបង្គត់នៃព្រះញាតិវង្សានុវង្សជាបន្តបន្ទាប់កាលពីឆ្នាំមុនសម្ដេចម៉ែក៏បានសោយទីបង្គត់នៅក្នុងព្រះជន្មាយុ93ព្រះវស្សាផងដែរសូមជម្រាបថាកាលពីថ្ងៃទី21ខែឧសភាព្រះបរមរាជវាំងបានប្រកាសថាព្រះអង្គម្ចាស់ក្សត្រីទទួលបានការថ្វាយព្រះឱសថនិងការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រដើម្បីជំនួយដល់ព្រះសូត្រនិងតម្រង់នោមប៉ុន្តែព្រះរាជសុខភាពរបស់ព្រះអង្គនៅតែបន្តធ្លាក់ចុះដុនដាបរហូតមកដល់ពេលយាងទៅកាន់ទេវលោកនៃឋានស្ងប់សុខរបស់ព្រះនាងគឺជាបុត្រីមួយអង្គនៅក្នុងចំណោមបុត្រី3អង្គរបស់ព្រះបាទវជរាលង្កនដែលមានងារជាផ្លូវការនិងមានសិទ្ធិឡើងគ្រងរាជ្យក្រោមរដ្ឋធម្មនុញ្ញគូបញ្ជាក់ថាកាលពីខែតុលាឆ្នាំមុនព្រះមហាក្សត្រីអានីព្រះមេដានៃប្រទេសថៃក៏បានសោយទីបង្គត់នៅក្នុងព្រះវស្សា93ព្រះវស្សាហើយបច្ចុប្បន្ននេះព្រះបរមរាជវាំងនឹងរៀបចំពិធីបុណ្យសពខណៈដែលរដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងប្រកាសពីរយៈពេលនៃការកាន់ទុក្ខជាតិនៅក្នុងរយៈពេលខ្លីខាងមុខ